ចាសម្រាប់វីដេអូនេះអ្នកគ្រូសូមចែករំលែកពីនៅពេលវេលាម៉ោង 2 ភ្លឺតែមានឆ្កែព្រុសហើយយើងមើលទៅគឺភាពទទេស្អាតចាស់បុរាណតែតែគិតថានៅពេលដែលឆ្កែព្រុសឆ្កែលូវាមើលឃើញខ្មោចតែភាពពិតតាមផ្នែកវិទ្យាសាស្ត្រវាគួរឲ្យព្រឺសម្បុរជាងនឹងទៅទៀតរាល់យប់ពេលម៉ោង 2 រៀបភ្លឺឆ្កែរបស់លោកអ្នកមិនបានព្រុសឬក៏លូលំហអាកាសនោះទេពួកវាកំពុងតែតាក់ទងហើយសម្លឹងមើលនៅអ្វីដែលលោកអ្នកមិនអាចមើលឃើញដោយភ្នែកបានការពិតត្រចៀករបស់ឆ្កែវាចាប់បានរលកសំឡេងច្រើនជាងមនុស្សឆ្ងាយណាស់ពួកវាស្ដាប់ឮសូម្បីតែសំឡេងកណ្ដោររត់ឬក៏សត្វល្អិតទទះស្លាបឆ្ងាយចេញទៅរាប់គីឡូមិនត្រឹមតែប៉ុណ្ណោះច្រមុះរបស់វាមានកោសិកាដែលអាចចាប់ក្លិនរហូតដល់ទៅ300លានកោសិកាវាអាចហាត់ក្លិនសត្វដែលវាតាមចាប់ហើយលាក់ខ្លួនបានលឿនជាងមនុស្សដល់ទៅ100,000ដងឬក៏សូម្បីតែស្នូសម្រាប់ជើងស្រាលពីមនុស្សប្លែកមុខដែលកំពុងតែដើរលបនៅចុងភូមិឆ្កែរបស់លោកអ្នកវាក៏ដឹងមុនហើយលើមុនបាត់ទៅហើយដូច្នេះពិភពលោករបស់ឆ្កែនៅពេលយប់វាមិនបានស្ងប់ដូចយើងគិតនោះទេប៉ុន្តែវាជាវេទិកា concert របស់សព្វសត្វហើយវាជាចំណុចរួមនៃគ្រោះថ្នាក់ដែលវាបង្កប់នៅក្នុងភាពងងឹតសំឡេងសម្រាប់ជើងរបស់ឆ្មាចាក់ព្រាត់កណ្ដុរដែលរត់កាត់តាមចន្លោះផ្ទះឬក៏សូម្បីតែសត្វល្អិតតូចរឿងអស់នេះគឺជាការពិតដែលកំពុងតែជំរុញភាពជាអ្នកប្រយុទ្ធរបស់ឆ្កែក្រៅពីនេះឆ្កែអាចហិតក្លិនអរម៉ូនភាព stress ឬក៏ភាពខ្លាចរបស់មនុស្សបានបើមានមនុស្សប្លែកមុខលាក់ខ្លួននៅទីងងឹតវានឹងដឹងភ្លាមតាមរយៈខ្យល់បក់អ្នកវិទ្យាសាស្ត្រនៅរកឃើញទៀតថាឆ្កែអាចពាល់ត្រូវនៅសភាពអាកាសនិងទីលានស្រូបពិភពលោកដែលផ្លាស់ប្ដូរពួកវាពាល់ត្រូវពីបរិយាកាសជុំវិញដែលប្រែប្រួលមុនមនុស្សទៅទៀតអាការៈព្រឺសម្បុរនិងការសម្លឹងមើលទីងងឹតដោយមិនប្រឹកភ្នែកមិនមែនជាការត្រូវខ្មោចលងតែវាជាវិធីសាស្ត្រក្នុងការតបតដើម្បីត្រៀមប្រយុទ្ធជាមួយនឹងអ្វីដែលវាត្រួតចាប់បានដូច្នេះបើសិនជាលោកអ្នកមើលឃើញឆ្កែកំពុងព្រុសដាញ់អ្វីមួយដែលយើងមើលមិនឃើញបដូរពីការអុជធូបសំពះបន់មកជាការបញ្ចាំងពិលមើលបរិវេណផ្ទះជំនួសវិញព្រោះអ្វីដែលលាក់ខ្លួននៅទីងងឹតអាចជាចោរឬក៏ជាអាស័យរពឹសឆ្កែរបស់លោកអ្នកបំពេញតួនាទីជាអ្នកដាស់តឿនប្រកាសអាសន្នដែលមានជីវិតហើយស្មោះត្រង់បំផុតសញ្ជាតិញ្ញាណដ៏ពិសេសបែបនេះបានទទួលការផ្ទេរមកពីបុព្វបុរសឆ្កែព្រៃពួកវាត្រូវបានបង្កើតរបស់អស់នេះឡើងដើម្បីឲ្យមានជីវិតរស់នៅក្នុងព្រៃដ៏ស្ងាត់ហើយក្រាស់ដោយអាស្រ័យលើប្រាសាទប៉ះខ្ទប់ដែលអស្ចារ្យជាងមនុស្សជាច្រើនដងសម្រាប់មនុស្សយើងពេលដែលអស់ព្រះអាទិត្យភ្នែកស្ទើរតែមើលមិនឃើញប៉ុន្តែសម្រាប់ភ្នែកឆ្កែគឺភ្លឺដោយសំណុំរឿងក្លិននៃសម្លេងយ៉ាងមហាសាលដែលពត់ណែនលើនៅលើលំហអាកាសគ្រប់ពេលវេលាសូម្បីតែវាដេកបិទភ្នែកតែត្រចៀកច្រមុះវានៅធ្វើការប្រៀបដូចជារេដាចាំស្កេនរស្មីដែលនៅជុំវិញខ្លួន24ម៉ោងដើម្បីការពារសុវត្ថិភាពឲ្យម្ចាស់ឬក៏ហ្វូងរបស់វាខ្មោចពិតដែលវាកំពុងព្រុសដេញអាចជាអាស័យរពឹសឬក៏ជាក្អែបដ៏ធំដែលកំពុងតែព្យាយាមរកភាពកក់ក្ដៅនៅក្បែរទ្វារឬក៏ក្បែរបន្ទប់គេងរបស់លោកអ្នកដូច្នេះការដែលផ្ទះរបស់លោកអ្នកមានសុវត្ថិភាពហើយស្ងប់សុខរហូតដល់ព្រឹកមួយចំណែកគឺដោយសារអ្នកយាមជើង4ចាំធ្វើការធ្ងន់ឲ្យលោកអ្នករហូតដល់ភ្លឺយប់នេះបើឆ្កែលោកអ្នកព្រុសនៅចំកណ្ដាលភាពទទេស្អាតទៀតចូលព្យាយាមស្ដាប់ឲ្យបានល្អចូលគិតថាវាកំពុងតែព្យាយាមដាស់តឿនរឿងអ្វីមួយ